การเรียนรู้ลูกใครดีจิกาลูกอยู่รังลูกครูนักครูพร้อมเพียงมีดาบิดานาเทียบาสสารสในวิทยาลัยคนไทยก็สอมีตุกที่ตะโกนไปตาลูกครูมือเทียมแต่เกี่ยวกับเด็กร้องแบบนี้ในตอนนี้คำตอบไม่รู้ถึงวันเก่าในปีนี้กฎกบาลใจแทนจากการลุกของนกที่ไอ้ยังเจ้าตะงอกเนี่ยเรียนเอาไว้ตอนเราสองคนตอนลูกครูเต๋อมีแต่พักอีกาว่ามาที่วิทยาลัยคนไทยก็สอแต่ก็ตอนการตักลอมระบบลูกไทยนี่จะกลายเป็นต้นเราจะลูกครูสถานก็ต้องเรียนปัจจัยกระดับปีเรียนปูนรอยกายกับผลตะวันปีเรียนปูนรอยกายกับผลตะวันแทนไปมาเทียบจังบรรดาปัจจัยจังนี้อย่างการกองจุนก็ได้ครูอาจารย์การค้าที่เสกครูการตอบจัดใจการการตู้กระทรวงอะละโมตนีនៅព្រឹកថ្ងៃអង្គារទី28ខែតុលាឆ្នាំ2025នេះលោកគ្រូអ្នកគ្រូនៃវិទ្យាល័យហ៊ុនសែនអង្គរសរួមទាំងសិស្សានុសិស្សបានទៅចូលរួមរំលែកទុក្ខគ្រួសារសពរបស់លោកគ្រូនូឈៀនដែលជាបុគ្គលិកនៅវិទ្យាល័យហ៊ុនសែនអង្គរសគាត់គឺជាគ្រូបង្រៀនផ្នែកអក្សរសាស្ត្រខ្មែរគាត់បានស្លាប់កាលពីថ្ងៃច័ន្ទទី27ខែតុលាឆ្នាំ2025ដោយអបតហេតុគឺលង់ទឹកនៅពេលដែលគាត់ទៅមើលក្របីជាមួយកូនប្រុសរបស់គាត់ក្នុងនាមខ្ញុំគឺជាបុគ្គលិករួមអង្គភាពហើយក៏ធ្លាប់ជាកូនសិស្សរបស់លោកគ្រូពិតជាមានសេចក្តីសង្វេគមែនទែនជាពិសេសមកឃើញទស្សនវិជ្ជាប្រពន្ធរបស់គាត់យំរហូតឬថាយំតាំងពីម្សិលមកដល់ថ្ងៃនេះគាត់ថាជួយឲ្យប្តីរបស់គាត់រស់ឡើងវិញផងប្តីគាត់ស្លូតណាស់ប្តីគាត់ល្អណាស់ខ្ញុំក៏ចង់ទប់ទឹកភ្នែកបានដែរតែពួកខ្ញុំមិនអាចឲ្យជួយអីគាត់បានទេមានតែទៅចូលរួមរំលែកទុក្ខនិងនិយាយលើកទឹកចិត្តឲ្យគាត់រឹងមាំឡើងធ្វើម៉េចលោកគ្រូគាត់បានលាពួកយើងទៅហើយមានតែគាត់រឹងមាំទេព្រោះគាត់ត្រូវមានកូននៅក្នុងបន្ទុកត្រូវមើលថែតទៅទៀតការលាចាកលោកដោយមិនបានលារបស់លោកគ្រូនេះមិនមែនត្រឹមតែជាការបាត់បង់ប្តីបាត់បង់ឪពុកបាត់បង់កូននោះទេគឺជាការបាត់បង់ធនធានមួយសម្រាប់វិទ្យាល័យហ៊ុនសែនអង្គរសក៏ដូចជាសង្គមជាតិទាំងមូលផងដែរលោកគ្រូគាត់ជាមនុស្សម្នាក់ដែលមានអត្តចរិតស្លូតបូតគាត់អត់ចេះហើយមានរឿងអីជាមួយនរណាទេអញ្ចឹងមានគេគោរពស្រឡាញ់ចូលចិត្តគាត់ច្រើនទៅចូលរួមជួយរំលែកទុក្ខគ្រួសារសពរបស់គាត់នឹងអ្វីដែលធ្វើខ្ញុំកាន់តែក្តុកក្តួលនោះគឺប្រពន្ធគាត់ប្រាប់ថាគាត់ខំកាត់អាវថ្មីដើម្បីត្រៀមមកបើកបេសនការដែលនៅប្រហែលថ្ងៃខាងមុខហ្នឹងហើយអត់ទាន់បានពាក់មកបង្ហាញខ្លួននៅសាលាផងឥឡូវពាក់នៅពេលដែលគាត់ស្លាប់ទៅអាណិតគឺលើសពីអាណិតហើយគាត់ស្លាប់ទាំងវ័យក្មេងហើយកូនក៏មិនទាន់រៀនចប់គ្រប់គ្នាទៀតទើបតែប្រឡងបាក់ឌុបចប់ម្នាក់ហើយម្នាក់ទៀតទើបថ្នាក់ទី8នៅក្មេងៗពេលនេះត្រូវបាត់បង់បង្គោលគ្រួសារមួយហើយនៅសល់តែម្ដាយតែមិនដឹងធ្វើម៉េចទេសង្ខារមិនទៀងដល់ពេលត្រូវទៅក៏ត្រូវទៅមិនអាចខាត់បានសក់សជូនដំណើរសក់ខ្មៅថ្ងៃនេះគឺជាថ្ងៃចុងក្រោយហើយដែលយើងបានទៅជួបមុខលោកគ្រូសូមឲ្យវិញ្ញាណក្ខន្ធរបស់លោកគ្រូបានទៅកាន់ទីឋានសុគតិភពបានទៅកើតនៅកន្លែងល្អកើតជាតិក្រោយទៀតសូមកុំឲ្យលោកគ្រូអាយុខ្លីឲ្យលោកគ្រូមានអាយុយឺនយូរសូមឲ្យកើតចំគ្រួសារដែលមានគុណធម៌ល្អប្រពៃហើយសូមឲ្យមានគេស្រឡាញ់ចូលចិត្តលោកគ្រូច្រើនដូចនៅក្នុងជាតិនេះដែរតែសូមឲ្យអាយុវែងយើងខ្ញុំទាំងអស់គ្នាសូមឲ្យធូបគោរពវិញ្ញាណក្ខន្ធរបស់លោកគ្រូជាលើកចុងក្រោយសូមលោកគ្រូទៅបានស្ងប់កុំនៅបារម្ភអី